ខេកញ្ចប់តែនេះមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកទាំងអស់គ្នាហើយជាពិសេសបើអ្នកទាំងអស់គ្នាទទួលយកកញ្ចប់តែនេះលើកដំបូងហើយរៀងរាល់6ខែម្ដងអ្នកទាំងអស់គ្នាយករហូតដល់ចាប់ការសិក្សាមិនមែនបានតែ2ដងឬ3ដងទេមិនត្រឹមតែប៉ុណ្្នឹងទេពេលដែលអ្នកទាំងអស់គ្នាទៅស្ថាន UK ដើម្បីទទួលយកកញ្ចប់តេស្តមកធ្វើតេស្តដល់ខ្លួនឯងហ្នឹងអ្នកទាំងអស់គ្នាក៏ទទួលបានអ្វីលើសពីហ្នឹងដែរប្រាប់តិចមើលអីគេអតិថិបើអ្នកនៅផ្សារដើមថ្កូវអ្នកនៅនរោត្តមអីអ្នកទាំងអស់គ្នាស្គាល់ UK ហើយទៅអញ្ចឹងខ្ញុំគិតថាអត់ឆ្ងាយពីផ្ទះអ្នកទាំងអស់គ្នាទេគាត់តែចូលមកប្រាប់អ្នកគ្រូពេទ្យទៅគឺគាត់នឹងធ្វើការជួលនៃហើយអត់ពិបាកទៀតអ្វីដែលសំខាន់ត្រង់ថាពេលដែលគាត់យកឧបករណ៍តេស្តហ្នឹងទៅណាបងគឺគាត់ធ្វើទៅខ្លួនឯងហើយបើគាត់នឹងផ្ញើលទ្ធផលហ្នឹងចូលក្នុង website យើងគាត់ថាវាសម្ងាត់ហើយវា private អ្វីដែលអ្នកទាំងអស់គ្នាខុសធំបំផុតនៅក្នុងការបង្ការមេរោគអេដស៍គឺអ្នកទាំងអស់គ្នាអត់ជឿថាមានអីជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ TV Podcast រដូវកាលទី2ដោយតាមការសន្យាកាលពីរដូវកាលទី1នៅក្នុងឆ្នាំ2024គឺជារដូវកាលសាកល្បងដើម្បីស្វែងរកខ្លួនឯងថាតើខ្ញុំពិតជាអាចធ្វើបានអត់ខ្ញុំពិតជាចូលចិត្តវាអត់ហើយទីបំផុតទៅខ្ញុំពិតជាចូលចិត្តហើយខ្ញុំអាចធ្វើវាបានហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងបន្តបង្កើតនៅ content បែបវិជ្ជមានហើយដើម្បីការផ្លាស់ប្ដូរនៅក្នុងសង្គមយើងផងដែរនេះគឺជាអេពីសូតដ៏ពិសេសហើយខ្ញុំនិយាយថាពិសេសពីព្រោះវាផ្ដោតសំខាន់ទៅលើការការពារខ្លួនផ្ដោតសំខាន់ទៅលើជំរើសដែលអ្នកទាំងអស់គ្នាអាចរើសដោយខ្លួនឯងបានដើម្បីកុំឲ្យខាតពេលខ្ញុំនាំអ្នកទាំងអស់គ្នាទៅជួបវាគ្មិនរបស់យើងនៅក្នុងថ្ងៃនេះជំរាបសួរបងវិសាបាទសុខសប្បាយបងសុខទុក្ខធម្មតាអូខេចាអីបានបងព្រមចូលរួម podcast មួយខ្ញុំនៅថ្ងៃនេះខ្ញុំគិតថាការចូលរួមនិយាយពីបញ្ហាសុខភាពការចូលរួមជាមួយ podcast បងនៅក្នុងវគ្គនេះខ្ញុំគិតថាពិតជាមានសារៈសំខាន់ហើយវាដើរតួនាទីសំខាន់នៅក្នុងសហគមន៍ដែលជួយឲ្យបងប្អូនដែលជាក្រុមMSM និង TG ដែលជាពួកគាត់ដែលជាអ្នកក្រុមប្រឈមមកខ្ពស់ពួកគាត់អាចយល់ដឹងបន្ថែមអ្នកខ្លះគាត់យល់ដឹងហើយតែអ្នកខ្លះគាត់អាចនឹងយល់ដឹងបន្ថែមអំពីកម្មវិធីបង្ការអំពីការតែមានរោគអេដស៍ខ្លួនឯងអូខេបងអាចជួយណែនាំខ្លួនតិចថាបង inside the work outside the work បងធ្វើអីដែរអូខេហើយលោកអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលឹមសុវីសាអាចហៅខ្ញុំបានថាវីសាខ្ញុំបច្ចុប្បន្នជាអ្នកអប់រំសហគមន៍មេរោគដែលធ្វើការទៅលើក្រុមបរិសុទ្ធស្រឡាញ់បរិសុទ្ធនិងស្ត្រីបំលែងភេទដែលអាចនិយាយបានថាជា MSM និងក្រុម TGVU ដែលធ្វើការនៅក្នុងកម្មវិធីបង្ការមេរោគអេដស៍So respect មែនតើបងអញ្ចឹង content ខ្ញុំដូចអក្សរ V អញ្ចឹងគឺ stand for vital sign និយាយពីសញ្ញាជីវិតហើយអញ្ចឹងពេលដែលមានបងនៅក្នុងថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តដែលរួមការងារជាមួយបងនិយាយទៅវាមានការរួមចំណែកមួយធំនៅក្នុងសហគមន៍នៅក្នុងសង្គមនិយាយទៅអ្វីដែលយើងធម្មតាដូចសម្រាប់ខ្ញុំអញ្ចឹងខ្ញុំជា MSM ស្រាប់អញ្ចឹងអ្វីដែលខ្ញុំអាចធ្វើទៅក្នុងសង្គមបានគឺការឆ្លើយតបជាមួយសហគមន៍របស់ខ្ញុំតាមរយៈការចែករំលែកតាមរយៈការណែនាំតាមរយៈការវឹកវើដាស់តឿនគាត់ព្យាយាមទាញស្មារតីគាត់ឲ្យគាត់ឆ្លាញ់ខ្លួនឯងបើនិយាយពីមុនហើយឥឡូវគឺមានលក្ខណៈខុសគ្នាឆ្ងាយដែរខុសគ្នាថាទីមួយគឺការទទួលស្គាល់ខុសគ្នាពីមុនបើធៀបមួយពីមុនខុសគ្នាច្រើនអញ្ចឹងបងមានអារម្មណ៍មិនពេលដែលសង្គមចាប់ដើមមានការផ្លាស់ប្ដូរហើយទទួលស្គាល់ទទួលយកអ្វីដែលជាយើងអនុញ្ញាតឲ្យយើងធ្វើឲ្យដែលជាខ្លួនឯងណាតាមការពិតទៅការដែលរើសអើងពីមជ្ឈដ្ឋានជុំវិញខ្លួនណាការដែលអ្នកដទៃគេមើលមកវាដូចការពីមុនអញ្ចឹងគេមានការមើលងាយមានការរើសអើងមានការពេលខ្លះទាំងអស់ហ្នឹងពួកគាត់អត់មានចេតនាមើលងាយឬក៏ស្អប់ខ្លួនពួកយើងទេដូចជាពាក្យថាអីខ្លួនអីអញ្ចឹងទៅណាញាក់ញក់អីនិយាយទៅគឺគាត់គិតថាយើងជាមនុស្សម្នាក់ដែលកើតមកដែលសង្គមគេឲ្យឈ្មោះដូចពីតាខ្ទើអញ្ចឹងក្នុងសង្គមគេតែនិយាយពីតែខ្ទើធម្មតាអញ្ចឹងតែក៏ប៉ុន្តែយើងអត់ដឹងថាអ្នកដែលគេនិយាយហ្នឹងមានចេតនាមិនលើយើងទេតែខ្លួនយើងកើតមកយើងមានធម្មជាតិជាអីមានអត្តសញ្ញាណភេទជាអីមានទំនោរផ្លូវភេទជាអ្វីអាហ្នឹងវាក៏ជារឿងបុគ្គលតែអ្វីដែលសំខាន់យើងគួរតែស្រឡាញ់ខ្លួនឯងទៅហើយយើងកុំសូវយករឿងទាំងអស់ហ្នឹងទៅក្នុងចិត្តព្រោះអីដូចយើងដឹងអញ្ចឹងពិភពលោកទាំងមូលនេះយើងអាចចង់ឲ្យប្រាក់ទឹករះពីទិសខាងលិចមកវិញហើយក៏អាចឲ្យប្រាក់អាទិត្យហ្នឹងលិចទៅខាងកើតទេអញ្ចឹងពេលខ្លះយើងសម្របសម្រួលទៅតាមហ្នឹងតែអ្វីដែលសំខាន់យុវជនទាំងអស់គ្នាដែលគាត់ជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នាឬគាត់ជាក្រុម LGBT គាត់គួរតែបង្ហាញតម្លៃរបស់ខ្លួនឯងឲ្យទៅសង្គមកាលណាសង្គមមើលឃើញតម្លៃរបស់ពួកគាត់សង្គមនឹងឲ្យតម្លៃពួកគាត់តាមក្រោយតាមដែលខ្ញុំដឹងមកបងអ្នកដែលគាត់មិនទាន់ទៅធ្វើតេស្តមេរោគអេដស៍គឺមានច្រើនហើយយើងដឹងហើយថាអេដស៍អត់ទាន់ចប់ទេអេដស៍នៅតែកំពុងបន្តមានច្រើនមិនថានៅប្រទេសយើងឬក៏ប្រទេសគេទេប៉ុន្តែតើឧបសគ្គអីដែលមនុស្សមួយចំនួនបងប្អូនយើងមួយចំនួនគាត់នៅតែមិនទាន់ទៅទទួលយក
ឬក៏ចាប់ផ្ដើមទៅធ្វើតេស្ត ហ្នឹងហើយសំដួលល្អបងនិយាយទៅបញ្ហានេះខ្ញុំជួបស្ទឹងរាល់ថ្ងៃនៅក្នុងសហគមន៍ដែរបញ្ហាវាច្រើនហើយវាដូចថាមិនមែនជាលេសទេដូចជាភាពធ្វេសប្រហែសមួយរបស់មនុស្សលក្ខណៈថាគាត់អត់មានធ្វើទុកអីទេហើយគាត់ក៏អត់មានចេញអាការៈឬរោគសញ្ញាឬក៏រោគសញ្ញាបន្ទាប់បន្សំណាមួយដែលធ្វើឲ្យគាត់សង្ស័យថាគាត់មានមេរោគអីដែរហើយអ្នកខ្លះវិញទៀតគឺគាត់យល់ថាមេរោគអេដស្ងប់តាមក៏ប៉ុន្តែមេរោគអេដស្ងប់ស្ងាត់ស្ងៀមដោយសារពួកយើងឬក៏អង្គការពាក់ព័ន្ធស្ថាប័នពាក់ព័ន្ធទាំងអស់ជាមួយលោកគ្រូពេទ្យគាត់ធ្វើការយ៉ាងសម្ងាត់ពេលខ្លះគេមិនមាត់មិនមែនមានន័យថាមេរោគអេដមិនមានទេមេរោគអេដនៅតែមានតែបច្ចុប្បន្នចឹងកាលពីឆ្នាំ2024ណាមានកុមារអាយុ14ឆ្នាំឆ្លងមេរោគអេដទៀតហ្នឹងតាមការជួបប្រជុំជាមួយលោកគ្រូពេទ្យណាគឺឃើញថាមានពីក្មេងៗនិយាយទៅគឺសកម្មអ្នកសកម្មហើយដូចយើងឃើញជាក់ស្ដែងចឹងបើអ្នកប្រឡូកនៅក្នុងសង្គមពួកខ្ញុំនៅក្នុងសង្គមTG ឬក៏អ្នកដែលឆ្លាញ់ភេទដូចគ្នាគឺយើងដឹងហើយអ្នកដែលប្រឈមច្រើនគឺមានស្ទីលច្រើនចាប់ពីអាយុ14 15 16ឆ្នាំអីច្រើនមែនតើហើយទាំងអស់នោះគឺជាការដែលយើងដែលពួកគាត់ត្រូវប្រឈមហើយអ្នកខ្លះគាត់អត់ដែលឮពីកម្មវិធីនៃការធ្វើតេស្តអ្នកខ្លះក៏ចង់តេស្តតែគ្មានឱកាសតេស្តហើយអ្នកខ្លះទៀតគាត់មានឱកាសតេស្តតែគាត់នឹងខ្លាចឈឺខ្លាចឈាមខ្លាចអីចឹងទៅទាំងអស់នោះគឺជាបញ្ហាមួយដែរអ្នកខ្លះទៀតគាត់អាចធ្វើតេស្តហើយគាត់ឃើញលទ្ធផលហើយគាត់ឲ្យទទួលស្គាល់លទ្ធផលតែទាំងអស់នេះវាជាកត្តាបន្ទាប់បន្សំឯអ្វីដែលសំខាន់យើងត្រូវជឿជាក់លើខ្លួនឯងថាមិនប្រកាសថាយើងមិនមានអេទេទី1គាត់ខ្លាចគាត់ភ័យអញ្ចឹងប្រហែលជាអាចមកពីគាត់មិនមានព័ត៌មានឬក៏ចំណេះដឹងទាក់ទងនឹងហ្នឹងវានាំឲ្យអរិយាប័ត្រគាត់ភ័យឬក៏ខ្លាចអញ្ចឹងបង្កើតបានជាការយល់ខុសអញ្ចឹងការយល់ខុសនាំឲ្យគាត់អត់ហ៊ានទៅឬក៏យ៉ាងម៉េចដែរបងចង់អ្វីដែលជាការយល់ខុសនៅចំពោះពួកគាត់ហើយភ្ជាប់គ្នាមួយដែរខ្ញុំចង់ឲ្យបងជួយចែកម្លែកថាអ្នកខ្លះគាត់អត់យល់ខុសទេគាត់យល់ត្រូវហើយតែគាត់អត់បានទៅបងមានអីចែកម្លែកកន្លែងហ្នឹងអ្វីដែលអ្នកទាំងអស់គ្នាខុសធំបំផុតនៅក្នុងការបង្ការមេរោគអេដគឺអ្នកទាំងអស់គ្នាអត់ជឿថាមានអីទៅអត់មកនិយាយទៅមកគាត់ជឿមកគាត់គិតថាអត់អីអញ្ចឹងភាគច្រើនមេរោគអេដបើតាមបទពិសោធន៍តាមការធ្វើតេស្តជារបស់ខ្ញុំតាមសហគមន៍ភាគច្រើនមានតែជាមួយអ្នកដែលមិនគិតថាមិនអីនោះឯងអ្នកដែលគាត់គិតថាអីគឺគាត់ការពារគឺគាត់ប្រើប្រាស់ស្រោមគាត់ទទួលសេវាព្រឹបគាត់អីចឹងទៅតែអ្នកដែលគិតថាអត់អីទេណាមួយសុខភាពគាត់ល្អគាត់ជីមគាត់ហាត់ប្រាណគាត់ទៅគឺគាត់ញ៉ាំរបបអាហារល្អតែទីបំផុតគាត់បន្ទុកសុទ្ធតែទាំងអស់ហ្នឹងគឺជាការធ្វើប្រហែសខ្ញុំចង់ឲ្យបងចែកម្លែកទៅកាន់បងប្អូនដែលជាអ្នកចិត្តដិតរបស់យើងដែលកំពុងតែមើលបងអាចជួយបញ្យល់អំពីការធ្វើតេស្តស្វែងរកមេរោគអេដដោយខ្លួនឯងតិចបានទេអូខេសម្រាប់ការធ្វើតេស្តមេរោគអេដដោយខ្លួនឯងបច្ចុប្បន្ននេះគឺយើងមានច្រើនវិធីមែនទែនតែវាគឺជាឱកាសល្អមួយដែរសម្រាប់អ្នកដែលនៅក្នុងរាជធានីភ្នំពេញដោយបច្ចុប្បន្ននេះគឺមានអសរស្ថាន UCare ទាំង3សាខាដែលគាត់ផ្ដល់កញ្ចប់តេស្តហើយមានភាពងាយស្រួលច្រើនហើយអត់សាំញ៉ាំទេហើយតេស្តដោយសម្ងាត់ហើយមិនត្រឹមតែប៉ុណ្្នឹងទេណាគាត់អាចយកទៅធ្វើតេស្តដោយខ្លួនឯងនៅផ្ទះដោយសុវត្ថិភាពតិចគ្រាន់តែផ្ញើលទ្ធផលមកទៀតអញ្ចឹងមកដល់បច្ចុប្បន្ននេះស្ដែងឃើញថាការខិតខំរបស់ថ្នាក់ដឹកនាំឬក៏អ្នកស្ថាប័នពាក់ព័ន្ធគឺដល់ដំណាក់កាលមួយដែលវាស្រួលបំផុតហើយគ្រាន់តែអ្នកទាំងអស់គ្នាអាចមកយកកញ្ចប់តេស្តហើយទៅធ្វើតេស្តដោយខ្លួនឯងឲ្យផ្ញើលទ្ធផលបើសិនជាអ្នកទាំងអស់គ្នាវិជ្ជមានឬក៏មិនវិជ្ជមានអីគឺលោកគ្រូអ្នកគ្រូនឹងធ្វើការបន្តជូនឯងអញ្ចឹងខ្ញុំគិតថាវាអត់ពិបាកទេវាកាន់តែងាយការពិតភាពងាយស្រួលនៅក្នុងការអាសេសស្រួលខ្លាំងបាទនិយាយទៅបើអ្នកនៅផ្សារដើមថ្កូវអ្នកនៅនរោដំអីអ្នកទាំងអស់គ្នាស្គាល់ UK ហើយទៅអត់អញ្ចឹងខ្ញុំគិតថាអត់ឆ្ងាយពីផ្ទះអ្នកទាំងអស់គ្នាទេគាត់តែចូលមកប្រាប់អ្នកគ្រូពេទ្យទៅគឺគាត់នឹងធ្វើការជួនហើយអត់ពិបាកទៀតអ្វីដែលសំខាន់ត្រង់ថាពេលដែលគាត់យកឧបករណ៍តេស្តហ្នឹងទៅណាបងគឺគាត់ទៅធ្វើតេស្តដោយខ្លួនឯងហើយបើគាត់នឹងផ្ញើលទ្ធផលហ្នឹងចូលមកក្នុង website យើងគាត់ថាវាសម្ងាត់ហើយវា private បំផុតហើយបើសិនជាវិជ្ជមានឬមិនវិជ្ជមានក៏មិនមែនគាត់មកចេញមុខមកជួបគេតែខ្ញុំវិជ្ជមានហើយអីដែរគឺហ្នឹងហើយគាត់គ្រាន់តែរត់ដំណើរភ្ជាប់ QR code ហ្នឹងឬក៏តាក់ទងតាមលេខទូរស័ព្ទដើម្បីទទួលសេវាបន្ទាប់តែប៉ុណ្ណឹងហើយបើសិនជាគាត់អត់វិជ្ជមានទេគាត់ធម្មតាទេយើងលើកទឹកចិត្តឲ្យគាត់ទទួលសេវាព្រឹបបាទពួកសេវាព្រឹបវាគឺជាសេវាបង្ការមុនពេលសេវាមុនការឆ្លងមុនពេលរួមភេទអញ្ចឹងខ្ញុំគិតថាវាជាជំរើសល្អសម្រាប់អ្នកទាំងអស់គ្នាខ្លាំងហើយវាក៏ជាឱកាសមួយខ្ញុំគិតថាបើសិនជាអនាគតទៅការសិក្សាមួយនេះវាបានជោគជ័យទៅបងខ្ញុំគិតថាគេនឹងប្រេកទូទាំងអសរស្ថានទាំងអស់កាន់តែងាយស្រួលទៀតឧទាហរណ៍ចាឧទាហរណ៍ថាឥឡូវកន្លែងហ្នឹងជា UCare ចាឥឡូវពេលបងមកបងត្រូវធ្វើម៉េច
តាមកាប់ទៅរឿងមួយជាក់មុននឹងដើរមកដល់អ្នកទាំងអស់គ្នាបែរតែបានដឹងព័ត៌មានថានៅ UK មានផ្ដល់កញ្ចប់ទេអញ្ចឹងអ្នកទាំងអស់គ្នាគាត់ថាពេលដែលទៅហ្នឹងគឺប្រឈមមុខមួយមនុស្សច្រើនហើយខ្លាចអ្នកដែលគេទៅទិញអីផ្សេងហ្នឹងហើយខ្លាចគេលឺតែក៏ប៉ុន្តែអត់ពិបាកទេអ្នកទាំងអាចធ្វើការ booking អាចធ្វើការណាត់គ្រូពេទ្យមុនបានហ្មងគាត់ថាបំពេញកម្រងសំដួលតិចតួចហើយបានកញ្ចប់ទេមកហ្មងគឺអត់សាំញ៉ាំអត់យើងមិនមែនទៅឈោឲ្យគេឃើញយូរទេហើយបន្ទាប់ពីអ្នកទាំងអស់គ្នាបានមកដល់អសស្ថានហើយអ្នកទាំងអស់គ្នាអ្វីដែលធ្វើមុនគេកម្រងសំដួលកាន់តែពិសេសអ្នកទាំងអស់គ្នាអាចបំពេញដោយខ្លួនឯងក៏បានឬអ្នកទាំងអស់គ្នាគិតថា skill ប្រមោះចង់ឲ្យគ្រូពេទ្យបំពេញឲ្យក៏បានវាងាយស្រួលដល់ថ្នាក់ហ្នឹងទៀតហ្នឹងហើយអត់មានត្រូវការព័ត៌មានផ្ទាល់ខ្លួនអត់មានត្រូវការថតរូបអត់មានអីអត្តញ្ញាណប័ណ្ណអត់មានទាំងអស់នេះហើយគឺជាជំរើសមួយសម្រាប់អ្នកទាំងអស់គ្នាគួរតែស្នាក់លបងតេស្តដោយខ្លួនឯងបាទនេះបងកញ្ចប់ធ្វើតេស្តហ្នឹងហើយនេះទៅ UK បានកញ្ចប់ហ្នឹងបាទខ្ញុំឲ្យបងអូខេកញ្ចប់តេស្តនេះមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកទាំងអស់គ្នាហើយជាពិសេសបើអ្នកទាំងអស់គ្នាទទួលយកកញ្ចប់តេស្តនេះលើកដំបូងហើយរៀងរាល់6ខែម្ដងអ្នកទាំងអស់គ្នាយករហូតដល់ចាប់ការសិក្សាមិនមែនបានតែ2ដងឬ3ដងទេមិនត្រឹមតែប៉ុណ្្នឹងទេពេលដែលអ្នកទាំងអស់គ្នាទៅស្ថាន UK ដើម្បីទទួលយកកញ្ចប់តេស្តមកធ្វើតេស្តដោយខ្លួនឯងហ្នឹងអ្នកទាំងអស់គ្នាក៏ទទួលបានអ្វីលើសពីហ្នឹងដែរប្រាប់តិចមើលអីគេអាចឲ្យបងទាយសិនថាជាអីដែលវាបានលើសពីកញ្ចប់តេស្តពេលដែលគាត់មកទទួលសេវានៅ UKបានលើសពីកញ្ចប់តេស្តជាទូទៅបើយើងទៅធ្វើតេស្តយើងទទួលបាននៅការបានកញ្ចប់តេស្តហើយយើងបានកញ្ចប់តេស្តយើងបានដឹងតែខ្លួនឯងមានសភាពអីហើយយើងគួរធានាការយើងធ្វើម៉េចអាហ្នឹងដើម្បីសុខភាពយើងគឺយើងទទួលបានណាប៉ុន្តែអីផ្សេងលើសពីហ្នឹងអាចជាបានវ័នយើងក៏មានជា incentive ឬក៏ថវិកាកញ្ចប់ថវិកាតិចតួចមកល្មមតែសម្រាប់ថ្លៃធ្វើដំណើរគឺជាការលើកទឹកចិត្តដែរវាមិនមែនច្រើនទេព្រោះវាមិនមែនជាការឥឡូវជួយប្រាប់ហ្មងជួយប្រាប់ហ្មងអត់វាជាការលើកទឹកចិត្តវារឿងនេះចាំជួបគ្រូពេទ្យផ្ទាល់ដែរបានខ្ញុំអាចបង្ហាត់ថាប្រហែលបានទេតែចង់និយាយថានេះមិនមែនជាការដែលផ្ដល់ជំនួយទៅក្រុមគោលដៅអីទេតាមពិតទៅទាំងនេះវាគឺជាការលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាដែលខិតខំការពារដែលខិតខំថែរក្សាខ្លួនឯងអ្នកទាំងអស់គ្នាមានតែមកពេលដែលអ្នកទាំងអស់គ្នាព្យាយាមស្រឡាញ់ខ្លួនឯងអ្នកទាំងអស់គ្នាការពារមេរោគអេដដើម្បីខ្លួនឯងហ្នឹងគឺឈ្មោះថាអ្នកទាំងអស់គ្នាចូលរួមសំខាន់ណាស់នៅក្នុងប្រទេសជាតិចូលរួមសង្គមហ្នឹងហើយគឺចូលរួមបង្ការមេរោគអេដនៅក្នុងកម្ពុជានិយាយទៅគឺវាពិតជាមានន័យមែនតើហើយអ្នកទាំងអស់គ្នាខ្ញុំសូមបន្ថែមលើសពីអ្វីដែលវាគ្មិនយើងបានបញ្ជាក់ក្រោយទទួលនៅកញ្ចប់តេស្តអ្នកទាំងអស់គ្នាមិនត្រឹមតែទទួលបាននៅ incentive ទេប៉ុន្តែអ្នកទាំងអស់គ្នានឹងទទួលបាននៅស្រោមអនាម័យឱកាសម៉ូតូចំនួន1ប្រអប់និងទឹករំអិលចំនួន1ដបថែមទៀតចំណែកឯទីតាំងវិញយើងមានរហូតដល់4ទីតាំងហើយ3នៅឯអសតស្ថាន UK និង1ទីតាំងបន្ថែមទៀតនៅឯផ្លូវវែងស្រេងដែលមានឈ្មោះថាអសតស្ថានសាខាអញ្ចឹងកុំភ្លេចទៅទទួលយកកញ្ចប់តេស្តទាំងអស់គ្នាណាអូខេតោះយើងទៅជួបវាគ្មិនយើងវិញហើយវាអស្ចារ្យហើយអ្នកទាំងអស់គួរតែមានមោទនភាពដែលខ្លួនឯងនឹងអាចថែរក្សាខ្លួនឯងបានល្អហើយមិនត្រឹមតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នានឹងបានគូប៉ុងនឹងបានកដាស់សម្រាប់ណែនាំមិត្តភ័ក្តិមានជាអេឡិចត្រូនិក5សន្លឹកនិងជាកដាស់ផ្ទាល់បែបនេះ5សន្លឹកខ្ញុំគិតថាលើ screen ប្រហែលខ្ញុំសុំមើលតិចអូខេ5លឹក5សន្លឹក1ទាំងនេះវាមិនមែនជាផលរំខានអូខេអានេះ5គូប៉ុងគឺចែកទៅមិត្តភ័ក្តិរបស់យើង5នាក់ទៀតបាទហើយគាត់ទាំងអស់10ទាំងអស់10តាមរយៈគូប៉ុងជួបផ្ទាល់5និងតាមរយៈអេឡិចត្រូនិក5វ៉ាវចឹង10នាក់ហើយ10គាត់បន្តគាត់ម្នាក់គាត់បាន10ទៀតហ្នឹងហើយមានន័យថាម្នាក់គាត់នឹងអាចបញ្ជូន10នឹងតទៅទៀតអញ្ចឹងវ៉ាវហើយមិនលើសតែពីនេះគឺមាន incentive ទៀតប៉ុន្តែអ្នកទាំងអស់គ្នាចង់ដឹង incentive ប្រហែលទៅ UK អូខេយើងអាចប្រាប់បានតែអត់ច្រើនទេដូចបងវិសាបញ្ជាក់អញ្ចឹងប៉ុន្តែវាជាដូចថ្លៃសាំងរបស់យើងមែនទេថ្លៃសាំងទីទៅលើកទឹកចិត្តទាំងហ្នឹងគឺគាត់អាចឲ្យទៅមិត្តភ័ក្តិថាឲ្យទៅដៃគូរបស់គាត់ធម្មតាអ្នកដែលគាត់ធ្វើអ្នកដែលគាត់សង្ស័យលើខ្លួនឯងមានអីគឺគាត់មានដៃគូអញ្ចឹងទាំងនេះក៏គាត់អាចផ្ដល់ទៅដៃគូរបស់គាត់ដើម្បីដឹងពីស្ថានភាពទាំងអស់គ្នាមួយវិញទៀតគាត់អាចណែនាំមិត្តភ័ក្តិរបស់គាត់និយាយទៅគឺខ្ញុំគិតថាពួកខ្ញុំស្គាល់គ្នាច្រើនពេលដើរលេងក៏ដើរជាក្រុមដែរខ្ញុំគិតថាពួកខ្ញុំអាចមានឱកាសជួយគ្នាឯងបានទៀតខ្ញុំអត់មិនតែជួយខ្លួនឯងបានណាអ្នកទាំងអស់គ្នាអាចជួយអ្នកដទៃនៅក្នុងតែនៅជុំវិញខ្លួនអ្នកទាំងអស់គ្នាបានទៀតនិយាយទៅគឺអត់ពិបាកអីហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែចំណាយពេលដើម្បីខ្លួនឯងតាមរយៈការមើលថែខ្លួនឯងគឺមើលថែខ្លួនឯងតាមរយៈការធ្វើទេអ្នកខ្លះក៏អត់ប្រឈមមុខច្រើនទេគាត់អត់មានដៃគូច្រើនទេតែក៏ភ្លេចដែរអ្នកខ្លះអត់ដែរដូចសពុតក្នុងភ្នត់ហ្នឹងហើយដល់ពេលមានម្ដងពុបនឹងហ្មងជឿមកថារឿងហ្នឹងគឺយើងមើលអត់ឃើញទេពេលខ្លះអ្នកដែលគេហិចហើច្រើនអ្នកដែលគេ
សកម្មច្រើនទៅជាអត់សូវអីព្រោះគេការពារជាប្រចាំហ្មងដល់ពេលអ្នកសពុតក្នុងផ្នត់ហ្នឹងដល់ពេលអត់ដែរសកម្មអីចឹងអត់សូវប្រកែកខាងការពារទេប្រឡូកតែម្ដងនឹងថ្ងៃជាថ្ងៃដំបូងហ្នឹងគឺនឹងតែហ្មងអញ្ចឹងមកខ្ញុំថាអ្នកទាំងអស់គ្នាគួរតែស្រឡាញ់ខ្លួនឯងបានច្រើនពីខ្ញុំជាអ្នកអប់រំសហគមន៍ទៅខ្ញុំជឿថាអ្នកទាំងអស់គ្នាខ្លះស្គាល់ខ្ញុំច្រើនហើយខ្ញុំតែងតែណែនាំអ្នកទាំងអស់គ្នាថាពួកយើងត្រូវការពារខ្លួនឯងព្រោះអីម៉ាក់ប៉ារបស់យើងបានតែមើលថែយើងតែពេលយើងពេញវ័យគឺជីវិតរបស់យើងអាយុជីវិតរបស់យើងសុខភាពរបស់យើងលើកណ្ដាប់ដៃយើងអញ្ចឹងទាំងនេះហើយគឺជាផ្នែកមួយនៃការចូលរួមមើលថែខ្លួនឯងហើយក៏ជាផ្នែកមួយនៃការការពារខ្លួនឯងដែរព្រោះអីអ្នកខ្លះអត់ខ្លាចអេតទេបាទអ្នកខ្លះអត់ខ្លាចព្រោះគេថាអេតមានតាមពជាតែបើសិនជាមានជំរឿសថាអ្នកទាំងអស់គ្នាលេបថ្នាំពជាជីវិតណាហើយនឹងអត់លេបថ្នាំអ្នកយកមួយណាខ្ញុំជឿថាគេសុខគេអត់លេបហើយត្រូវអត់បងហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាគាត់បីការពារដើម្បីកុំឲ្យញ៉ាំថ្នាំមួយជីវិតបាទអត់ខ្លាចអេតក៏ពិតក៏ជារឿងល្អដែរអត់ខ្លាចអេតប៉ុន្តែដោយសារតែយើងមានអាវុធឬមួយដោយសារតែយើងមានវិធីសាស្ត្រការពារហើយនឹងមានន័យថាទប់ទល់ជាមួយវាប៉ុន្តែមិនមែនមានន័យថាអត់ខ្លាចអេតយើងទាំងដែលយើងអត់កើតអីហើយយើងទៅអូខេនឹងដូចគេនិយាយថាអ្នកអាចខ្លាចអេតតែអេតមិនអាចខ្លាចអ្នកយ៉ាបងឯងឈឺអត់ឥឡូវធ្វើតេស្តឈឺអត់ពេលមុនអ្នកទាំងអស់គេគិតថាធ្វើតេស្តត្រូវបូមឈាមត្រូវចោះចង់ម្រាមដៃទៅអីតាមក៏ប៉ុន្តែឥឡូវនេះអ្នកទាំងអស់គ្នាអាចប្រើតេស្តក្រអូមមាត់តែនេះអ្នកទាំងអស់គ្នាខ្ញុំបាក់នឹងនិយាយពេលឆ្ងាយប្រាប់អ្នកទាំងអស់គ្នាបានតែអ្នកទាំងអស់គ្នាយកទៅមាន QR code scan ដើម្បីមើលការណែនាំហើយគឺអត់មានប្រើឈាមទេគឺប្រើតែក្នុងក្រអូមមាត់ទេគឺមានឧបករណ៍តេស្តមួយដែលអាចចាប់មេរោគអេដចាប់អង្គបដិបត្តិនៅក្នុងក្រអូមមាត់បានកាន់តែទំនើបនឹងហើយអត់មានការឈឺចុកចាប់សោះខ្ញុំកាត់បងតិចក៏ពិតល្អឡើងស្រួលជាងកូវីដទៀតតែកូវីដទៅហុកចំហហុកតែនេះអត់ហុកទេហើយអ្នកទាំងអស់គ្នាអត់មានបាក់ទៀតគ្រាន់តែមុននឹងធ្វើតេស្តហ្នឹងយើងអត់ញ៉ាំអីរយៈពេល30នាទីទៅអូខេហ្នឹងហើយបើយល់ល្អអ្នកអាចអង្គអាចមានជំរើសធ្វើតេស្តនៅពេលព្រលឹមនៅពេលព្រលឹមក៏ល្អដែរដោយសារយើងទុកមាត់ចឹងឲ្យទំនេរមុនធ្វើតេស្តហើយដល់តែផលពី15ទៅ20នាទីគឺលឿនមែនតើរងចាំណា15ទៅ20នាទីបន្ទាប់ពីចេញលទ្ធផលបើសិនជាអវិជ្ជមានគាត់ទៅធ្វើម៉េចបើសិនជាអវិជ្ជមានបាទគាត់គ្រាន់តែថតលទ្ធផលផ្ញើទៅក្នុង website ដែលពួកយើងណែនាំគាត់ពេលដែលគាត់មិនទទួលសេវាហ្នឹងតែប៉ុណ្្នឹងទៅជាការស្រេចហើយពួកយើងនឹងណែនាំសេវាប្រាប់ទៅកាន់ពួកគាត់អូខេបើសិនជាគាត់វិជ្ជមានបើសិនជាគាត់វិជ្ជមានពួកយើងនឹងឲ្យដំណើរភ្ជាប់តាក់ទងទៅមជ្ឈមណ្ឌលដែលគាត់ធ្វើការទៅលើសេវា ART ដើម្បីឲ្យគាត់ទៅចូលទៅទទួលសេវាបានដោយស្រួលបាទនិយាយទៅគឺអត់មានហើយសម្ងាត់សុវត្ថិភាពហើយបើសិនជាគាត់ថាអត់ទេខ្ញុំធ្វើតែឯងអត់បានទេខ្ញុំត្រូវការអ្នកអមដំណើរអីមានអូខេបងបានប្រាប់ខាងដើមដំបូងហើយបញ្ជាក់ឲ្យប៉ុន្តែខ្ញុំចង់ឲ្យបងជួយ verify ម្ដងទៀតថាបើសិនជាគាត់តេស្តធ្វើវិជ្ជមានហើយគាត់ទៅធ្វើម៉េចនិយាយទៅគឺខាងលោកគ្រូដែលនៅ UK គាត់នឹងឲ្យជា QR code ជា link ដំណើរភ្ជាប់មួយដែលអាចឲ្យយើង booking ចូលទៅកក់សេវាដើម្បីទទួលសេវា ARP ដល់មន្ទីរពេទ្យមកឲ្យមានច្រើនជំរើសយើងចង់ទទួលនៅមណ្ឌលសុខភាពមួយណាដែលនៅក្បែរយើងឬឆ្ងាយពីយើងបន្តិចអីទៅតាមចំណង់ចំណូលចិត្តទៀតអូខេអញ្ចឹងមានន័យថាពេលដែលយើងទៅទទួលកញ្ចប់សេវានៅ UK ហ្នឹងគឺគាត់នឹងប្រាប់មកទាំងអស់ហើយថាបើសិនជាអវិជ្ជមានទៅធ្វើម៉េចវិជ្ជមានទៅធ្វើម៉េចហើយមិនមែនទៅ UK ម្ដងទៀតទេខ្ញុំបញ្ជាក់ត្រូវអត់បងគឺពេលដែលគាត់ថតលទ្ធផល upload ចូលទៅក្នុង website ហ្នឹងគឺនឹងមានដំណរ QR code ដើម្បីប្រាប់អ្នកនរគ្នាថាអ្នកនរទៅណាតទៀតហើយខ្ញុំគិតថាបើសិនជាលទ្ធផលយើងយ៉ាងណាក៏ដោយក៏ខាងអ្នកគ្រូពេទ្យនឹងគាត់តាក់ទងមកវិញហើយដោយសារពេលដែលគាត់ពិនិត្យមើលទៅឃើញថាលទ្ធផលនឹងវិជ្ជមានគាត់នឹងធ្វើការតាក់ទងដើម្បី counseling យើងបន្តហើយអូខេអញ្ចឹងពួកយើងបាច់ព្រួយភ័យបារម្ភថាយើងត្រូវចេញមុខចេញមាត់អីឲ្យគេឃើញអីទេគឺសុវត្ថិភាពនិយាយទៅវិជ្ជាជីវៈនៅទីនេះគឺរក្សាការសម្ងាត់ជូនអ្នកទាំងអស់គ្នា 100% បាទជាតិក៏ពិតគ្រាន់តែយើងធ្វើរឿងនឹងបានយើងជួយសង្គមជាតិយើងបាត់ទៅហើយយើងជួយពលរដ្ឋម្នាក់ក្នុងសង្គមល្អបាត់ព្រោះយើងគឺជាធនធានសង្គមដែរតាយើងគឺជាធនធានមនុស្សហ៎ហ្នឹងហើយតើបងយល់ឃើញថា option នៃការធ្វើតេស្តឲ្យខ្លួនឯងនេះវាល្អមិនដែរធៀបជាមួយពីមុនដែលអត់ទាន់មានអត់ដែរមានណានិយាយទៅពេលដែលចាប់ផ្ដើមមានតែកញ្ចប់តេស្តរហ័សដែលគាត់អាចធ្វើតេស្តដោយខ្លួនឯងបាននេះហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាដែលគាត់មានភាពភ័យខ្លាចគាត់អត់មានភាពជឿជាក់គាត់លាក់មុខដោយសារនៅក្នុងសង្គមអ្នកខ្លះគាត់នៅក្នុងគាត់ជា LGBT ព្រោះក៏តែគាត់លាក់មុខពេលខ្លះគាត់ជាអីតែគាត់នៅក្នុងគ្រួសាររបស់គាត់អត់ទាន់លុបបំបាត់អត់ទាន់ថាឯករាជ្យពេញលេញលើខ្លួនឯងទេអញ្ចឹងគាត់នៅក្នុងបន្ទុកគ្រួសារអញ្ចឹងគាត់ត្រូវលាក់ស្ថានភាពរបស់គាត់អញ្ចឹងគាត់មានឱកាសអាច
ទទួលកញ្ចប់នេះដើម្បីលួចទៅធ្វើតែខ្លួនឯងគឺគាត់លួចតែធ្វើតែខ្លួនឯងដោយបាច់ចាំថាមានដែលបាច់ចាំទៅមណ្ឌលសុខភាពឬក៏ទៅជួបអ្នកសហគមន៍ដើម្បីធ្វើតេស្តដើម្បីសួរឈ្មោះសួរលេខអត់មានអីត្រូវប្រឈមច្រើនណាគឺគាត់អាចទទួលយកនេះវាស្រួលមួយបែបអញ្ចឹងដែរតែយ៉ាងណាក៏ដោយសម្រាប់ការតេស្តមេរោគអេដនៅកម្ពុជាគឺយើងមានជម្រើសជាច្រើនជូនអ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាជ្រើសយកជម្រើសមួយណាគឺទៅតាមការស្រឡាញ់ទៅតាមអ្វីដែរអ្នកទាំងអស់គ្នាថាស័ក្តិសមជាមួយអ្នកដែល easy សម្រាប់ខ្លួនឯងងាយស្រួលសេះសម្រាប់ខ្លួនឯងយ៉ាឥឡូវនេះនៅមាន UK ណាចុះបើសិនជាអានឹងមាននៅគ្រប់ទីកន្លែងវាកាន់តែល្អវាកាន់តែងាយស្រួលនៅក្នុងការ access ណាដូចដែលបងដឹងហើយមុនពេលដែលសេវាការធ្វើតេស្តដោយខ្លួនឯងនេះវាមានភាពងាយស្រួលដល់ប៉ុណ្ណឹងដូចរងថ្ងៃហ្នឹងណាវាឆ្លងកាត់នៅដំណាក់កាលលំបាកជាច្រើនតាមការយល់ឃើញរបស់បងដើម្បីឲ្យមេសូតនេះកាន់តែងាយស្រួលជាងនឹងទៀតណាតើយើងគួរធ្វើម៉េចដែរហើយក្នុងនាមយើងអ្នកចូលរួមយើងអាចជួយអីបានយើងអាចធ្វើអីបានដើម្បីឲ្យការសិក្សាមួយនេះបានរីកសាយភាយធំទៅគ្រប់អសរស្ថាននានាទាំងអស់ហើយក៏សាយភាយទៅតាមបណ្ដាខេត្តអីនោះអ្នកទាំងអស់គ្នាគួរតែនាំគេចូលរួមព្រោះបច្ចុប្បន្ននេះយើងកំពុងតែសិក្សានៅក្នុងរាជធានីភ្នំពេញដែលមានអសរស្ថានទាំង3ទីតាំងហើយខ្ញុំគិតថាងាយស្រួលរកណាហើយអ្នកទាំងអស់គ្នាក៏បាច់ស៊ូគេដែរអាចគ្រាន់តែ search location ទៅក៏អាចរកទីតាំងឃើញដែរនិយាយទៅគឺគាត់តែមកដល់ប្រាប់គ្រូពេទ្យពីបញ្ហាហ្នឹងទៅថាចង់មកទទួលកញ្ចប់តេស្តអញ្ចឹងទៅគឺគ្រូពេទ្យធ្វើការជួយណាអត់បាក់ទេអញ្ចឹងអាការចូលរួមទាំងអស់គ្នាម្នាក់បន្តិចម្នាក់បន្តិចនេះវាធ្វើឲ្យការគ្រប់គ្រងវាធ្វើឲ្យវិសាលភាពនៃការផ្ដល់កញ្ចប់តេស្តនេះកាន់តែទូលំទូលាយហើយខ្ញុំគិតថាវាមានសារៈសំខាន់សម្រាប់សង្គមណាដោយសារវាបានផ្ដល់ឲ្យយុវជនទាំងអស់គ្នាបានដឹងពីស្ថានភាពមេរោគអេដរបស់ខ្លួនឯងអញ្ចឹងវាគឺជារឿងមួយដែលសំខាន់ហើយបើទោះបីជាយើងបានជួយជាតិអីច្រើនតែវាក៏ជាការរួមចំណែកមួយនៅក្នុងសង្គមជាតិហើយក៏ជួយថែរក្សាសុខភាពរបស់ប្រជាជនយ៉ាងដែរបាទមួយម៉ាត់ឲ្យខ្លីពីគម្រោងធ្វើតេស្តដោយសម្ងាត់ពីការយល់ឃើញរបស់បងមួយម៉ាត់ឲ្យខ្លីគឺការគ្រប់គ្រងការការពារថែរក្សាខ្ញុំអាចជិះកកាយឲ្យបងបន្ថែមទៀតឧទាហរណ៍ឥឡូវសម្រាប់អ្នកដែលគាត់អត់ confident ហ្នឹងសម្រាប់អ្នកដែលគាត់ភ័យខ្លាចសម្រាប់អ្នកដែលគាត់ខ្ជិលមកយកសេវាធ្វើតេស្តបាទហើយនឹងសម្រាប់គាត់ដែលគាត់ដឹងហើយគាត់យល់ហើយប៉ុន្តែគាត់អត់ចង់មកតើគម្រោងតេស្តដោយសម្ងាត់តើគម្រោងតេស្តសម្ងាត់ដោយខ្លួនឯងនេះវាអាចជួយពួកគាត់យ៉ាងដូចម្ដេចដែរបងអាច recommend ទៅពួកគាត់តិចមើលចង់និយាយថាគម្រោងតេស្តដោយសម្ងាត់យើងនេះអត់អាចជួយអីគាត់បានបើសិនជាគាត់នឹងអត់ជួយខ្លួនឯងតាមរយៈការមកយកកញ្ចប់តេស្តទេព្រោះអីយើងអត់អាចថាយើងធ្វើការទៅលើការផ្ដល់កញ្ចប់តេស្តដែលខ្លួនឯងដោយសម្ងាត់ហើយគាត់អត់ព្រមសហការហើយយើងអាចជួយគាត់បានអត់អាចទេទីមួយដល់គាត់ជួយខ្លួនឯងនិយាយទៅពួកយើងឈរនៅទីនេះជានិច្ចដើម្បីចាំជួយអ្នកទាំងអស់គ្នាទ្រង់ចាំតែអ្នកទាំងអស់គ្នាជួយខ្លួនឯងមកទទួលកញ្ចប់តេស្តដើម្បីថែរក្សានិងដឹងពីស្ថានភាពខ្លួនឯងតែប៉ុណ្្នឹងឯងបាទសម្រាប់ខ្ញុំណាជាការយកឃើញរបស់ខ្ញុំគឺខ្ញុំលើកទឹកចិត្តឲ្យគាត់មកទទួលសេវាហើយដោយសារតែវាស្រួលគាត់ទៅ UK យកកញ្ចប់តេស្តរួចអត់មានហើយបើថាប៉ុណ្ណឹងខ្យល់ទៀតបើន័យថាការសិក្សានេះជួយអត់បានទេអញ្ចឹងអូខេអញ្ចឹងកុំខ្ជិលណាអ្នកទាំងអស់គ្នាយើងធ្វើដើម្បីអ្នកទាំងអស់គ្នាហើយដោយសារតែខ្ញុំឃើញលោកគ្រូផ្នែកគម្រោងជាពិសេសយើងនិយាយអ្នកវិទ្យាសាស្ត្រគាត់ស្វែងរកវិធីសាស្ត្រថ្មីដើម្បីពួកយើងដូច្នេះពួកយើងគ្រាន់តែចូលរួមបន្តិចទៅគឺរួចបាត់ទៅហើយធម្មតាតែដៃម្ខាងអត់លឺទេត្រូវជឿតែទាំងសងខាងចែកបានលឺអញ្ចឹងខាងគ្រូពេទ្យឬក៏ខាងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលគាត់ខិតខំមែនតើប្រើទាំងពេលវេលាថវិកាហើយកម្លាំងកាយចិត្តទៀតអញ្ចឹងខ្ញុំគិតថាពួកយើងគ្រាន់តែសហការបន្តិចទៅតែគ្រាន់តែពួកយើងស្រឡាញ់ខ្លួនឯងបន្តិចទៅគឺខ្ញុំគិតថាកម្ពុជានឹងចាប់អេតហើយក៏បញ្ចប់អេតជោគជ័យនៅក្នុងឆ្នាំ2030នឹងដែរវ៉ាវយូបងមានសុតិធិនិយមនឹងសុតិធិទុម្ដងមកកាលធម្មតាមនុស្សយើងអត់ខ្ចោះឲ្យទៅអត់មនុស្សយើងធម្មតាពេលខ្លះយើងថាយើងវិជ្ជមានណាខ្ញុំសុតិធិនិយមតែក៏ប៉ុន្តែវាអត់ដូចអ្វីដែលយើងនិយាយទេព្រោះធម្មជាតិកើតមកនេះវាអាចវាមានកុសលបៈអកុសលបៈដល់ទន្ទឹមគ្នាហើយទៅពេលចឹងវាអត់នេះទេវាអាចសบายរហូតយើងគិតវិជ្ជមានយើងមានសុតិធិនិយមថាយើងអាចធ្វើបានប៉ុន្តែយើងក៏ត្រូវមាន backup plan យើងមាន option ដើម្បីយើងអាចថាអូខេបើសិនជាមិនបានសម្រេចខ្ញុំត្រូវធ្វើអីទៀតយើងអត់គេថាទុកផ្លូវក្រោយយើងអត់ងាប់កាឡាខ្មែរយើងហើយនិយាយអត់ងាប់កាឡាថា
ធ្វើអញ្ចឹងតែធ្វើអញ្ចឹងឯងអត់ទេមានភាពបត់បែន តែបើសិនជាមានរឿងអីមិនល្អកាត់ឡើងក៏យើងគួរតែរៀនព្រមទទួលយកដែរព្រោះអីរឿងល្អណាស់អាក្រក់ដូចខ្ញុំនិយាយយើងវាមានកសលប្រអាក្រក់តែតាមគេជានិច្ចអញ្ចឹងអ្នកខ្លះឧទាហរណ៍គាត់គេវិជ្ជមានគាត់ទៅធ្វើតេស្តដើម្បីខ្លួនឯងញ៉ាំតេស្តពឹបវិជ្ជមានអញ្ចឹងភាពវិជ្ជមានក្នុងចិត្តរបស់គាត់គឺកាំងហើយបើសិនជាគាត់តេស្តទៅលទ្ធផលមកវិជ្ជមានអញ្ចឹងពេលខ្លះយើងគួរត្រៀមចិត្តត្រៀមទទួលយកផងព្រោះអីពេលខ្លះមិនថាយើងរីករាយយើងជោគជ័យយើងវិជ្ជមានប៉ុណ្ណាក៏ដោយយើងមានអារម្មណ៍ថាស្រស់ថ្លាគ្រប់យ៉ាងល្អប្រសើរប៉ុណ្ណាក៏ដោយតែយើងក៏ពេចត្រៀមចិត្តទទួលយកអ្វីផ្សេងដែលជារឿងអាក្រក់ផងព្រោះអីរឿងស្តុកនឹងទុកហើយរឿងល្អនិងរឿងអាក្រក់គឺដើរទៅតាមគ្នា អូខេនិយាយទៅគឺការធ្វើតេស្តសម្ងាត់ដល់ខ្លួនឯងដើម្បីស្វែងរកមេរោគអេដនេះគឺការពារឯកជនភាពរបស់អ្នកហើយអាចមានន័យថាយើងខ្លួនឯងជាអ្នក control នៅការធ្វើតេស្តដល់ខ្លួនឯងព្រោះអត់មានអ្នកណាគេមកដឹងអត់មានអ្នកណាគេមកនិយាយទៅគឺតែពីឯងសុទ្ធហ្មងអញ្ចឹងខ្ញុំគិតថាវាល្អខ្លាំងហើយគាត់ទៅថតលទ្ធផលទេអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាតើនៅមានកម្មវិធីសិក្សានេះយើងគួរតែនាំគ្នាឆ្លៀតដើម្បីខ្លួនឯងទៅព្រោះយើងកុំគិតថាខ្លួនយើងអត់មានបញ្ហាអីយើងក៏មើលស្រាលជាមួយបញ្ហាមេរោគអេដទោះបីជាគេមិននិយាយទលំទលាយទេតែក៏មិនមានន័យថាគេស្ងាត់នឹងវាស្ងៀមណាវាស្ងាត់មែនតែមេរោគអេដនៅកម្ពុជាអត់បញ្ចប់ទេតែទាំងអស់គ្នាមិនដឹងដល់បច្ចុប្បន្ននេះរៀងរាល់ថ្ងៃតែមានតែឆ្លងបន្តពាក្យថាបន្តហ្នឹងមិនមែនឆ្លងថ្ងៃហ្នឹងស្អែកអត់មិនមែនឆ្លងយូរឆ្លងមួយគឺឆ្លងបន្តអញ្ចឹងករណីដែលឆ្លងថ្មីនៅតែមានអូខេអ្វីដែលខ្ញុំនិយាយនេះមិនមែនបំភ័យទេក៏មិនមែនធ្វើឲ្យសង្គមមានការក្តុកក្តួលថាមេរោគអេដកំពុងតែផ្ទុះទេតែប៉ុណ្្នឹងឯងយូរហើយព្រោះតែអ្នកគេគិតថាវាស្ងាត់តែអត់ស្ងាត់ទេមានតែមានអ្នកឆ្លងអញ្ចឹងហើយបានពួកយើងកាន់តែខិតខំហើយក៏មានស្ថាប័នពាក់ព័ន្ធជាច្រើនខិតខំប្រឹងប្រែងយ៉ាងសោះដៃគ្នានឹងគឺដើម្បីអីដើម្បីប្រទេសជាតិមួយគឺដើម្បីសង្គមជាតិមួយដើម្បីសហគមន៍មួយមិនមានអេដអូខេអញ្ចឹងអាចទាំងអស់ហ្នឹងវាក៏មានការរួមចំណែកនឹងត្រូវការសហការពីអ្នកទាំងអស់គ្នាដែលត្រូវការអ្នកទាំងអស់គ្នាចូលរួមដែរព្រោះអីមេរោគអេដអាចកើតជាមួយអ្នកដែលគាត់ការពារអ្នកដែលគាត់សិក្សាខាងនោះវាជ្រើកើតជាមួយអ្នកទាំងអស់គ្នាអញ្ចឹងមកពួកយើងធ្វើការជាមួយអ្នកទាំងអស់គ្នាបើសិនជាឥឡូវហ្នឹងមិត្តភក្តិចិត្តបងកំពុងស្ដាប់ហើយគាត់មានការភ័យខ្លាចក្នុងការធ្វើតេស្តឲ្យខ្លួនឯងណាបងនិយាយមិនទៅកាន់គាត់ខ្ញុំគិតថាការធ្វើតេស្តខ្លួនឯងការធ្វើតេស្តមេរោគអេដដែលខ្លួនឯងវាគឺជាជំរើសមួយជារឿងល្អមួយសម្រាប់ខ្លួនឯងឯងខ្ញុំគិតថាពីមួយឆ្នាំទៅមួយឆ្នាំយើងមានថ្ងៃខួបកំណើតអញ្ចឹងគ្រាន់តែយើងធ្វើតេស្តឈាមដើម្បីខ្លួនឯងខ្ញុំគិតថាអ្នកទាំងអស់គ្នាធ្វើអត់បានតែអ្នកទាំងអស់គ្នាអត់ស្រឡាញ់ខ្លួនឯងទេតើអញ្ចឹងយើងគ្រាន់តែស្រឡាញ់ខ្លួនឯងគ្រាន់តែមើលថែខ្លួនឯងតាមដានពីសុខភាពខ្លួនឯងតាមរយៈការធ្វើតេស្តហ្នឹងហើយណាមួយតេស្ត free ទៀតអញ្ចឹងបើអ្នកទាំងអស់គ្នាគិតថារបស់ free មិនល្អអូខេតិចទៀតនឹងអាចនឹងគិតលុយមានសំណួរណាដែលខ្ញុំអត់ទាន់សួរបងតែបងចង់និយាយអត់អត់អីទេនិយាយទៅមានតែពាក្យចុងក្រោយខ្លះមួយចំនួនដែលចង់ផ្ដាំទៅអ្នកទាំងអស់គ្នានិយាយទៅជាចុងក្រោយអ្វីដែលខ្ញុំចូលនៅទីនេះអ្វីដែលខ្ញុំចូលមកក្នុង podcast មួយនេះគឺក្នុងគោលបំណងមួយដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជាស្រឡាញ់ខ្លួនឯងតាមរយៈការធ្វើតេស្តអ្វីដែលខ្ញុំនិយាយគឺសំដៅទៅលើក្រុម KP ដែលគាត់ជា MSM ឬក៏ជា TGVU ដែលពួកគាត់ប្រឈមមុខខ្ពស់ខ្ញុំដឹងថាអ្នកទាំងអស់គ្នាអត់អាចបញ្ឈប់ការរួមភេទបានទេហើយវាអត់មានអីទៅខ្មែរនិយាយពីការរួមភេទអញ្ចឹងការរួមភេទនៅតែមានមេរោគអេដនៅតែមានសូមអ្នកទាំងអស់គ្នាកុំភ្លេចថាអ្នកអាចភ្លេចអេដតែអេដមិនភ្លេចអ្នកទេអញ្ចឹងដើម្បីដឹងច្បាស់ពីស្ថានភាពខ្លួនឯងដល់តែអ្នកទាំងអស់គ្នាធ្វើការតេស្តមេរោគអេដដោយខ្លួនឯងបាទអរគុណបងវិសាខ្ញុំសង្ឃឹមថាបងនឹងអាចចូលរួមជាមួយ TV Podcast នៅ episode ផ្សេងៗទៀតបាទនៅក្នុង topic ផ្សេងៗទៀតเนาะខ្ញុំវឌ្ឍនៈអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់បាយបាយ